រឿងកុងហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះកុងមានប្រពន្ធពីរមួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកកុងនាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកកុងបណ្ដាលប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃមួយជិតស្រុកគេព្រៃនោះតែងមានខ្លាចាញ់ខាំមនុស្សក្របីក៏ស៊ីតែរឿយលុះអ្នកកុងទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកកុងរត់ចូលរងឈើរាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើងអស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកកុងឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះមនីចេញពីរោងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្តប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកំសាកញីដូច្នេះអ្នកកុងចេះបំពេញប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកកុងក៏បោចវัวចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអ្នកស្រុកឃើញអ្នកកុងសែងខ្លាមកគេបបួលគ្នាមកមើលពេញហើយគេសួរថាអ្នកឯងធ្វើដូចម្ដេចបានជាបានខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីក៏ស៊ីច្រើនណាស់ហើយប្រពន្ធអ្នកកុងក៏និយាយប្រាប់អ្នកស្រុកថាអ្នកកុងគាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកកុងឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោលរំលោភប្រពន្ធថាមិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បានអ្នកកុងក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្ងាយគុណដូច្នេះបានជាវាយបានហើយអ្នកកុងធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកកុងតែរាល់គ្នាហើយឲ្យឈ្មោះថាកុងហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះកុងហ៊ានជាអ្នកពូកែចាស់គុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើកុងហ៊ានឲ្យទៅច្បាំងកុងហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងធ្វើម្ដេចនឹងមិនទៅច្បាំងមិនបានបិទស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយប្រពន្ធទាំងពីរអ្នកចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានរឿងហេតុអ្វីកុងហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងកាត់ដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងពីរទៅអ្នកក្រោកឡើងពីសាបាយឲ្យឆ្អែតរួចងូតទឹកឲ្យសប្បាយខ្លួនចុះកុងហ៊ានលើប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំងលុះរៀបរួចហើយដល់បានពេលល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងកុងហ៊ានជីខាងក្បាលដំរីប្រពន្ធជីខាងក្រោយមានរេពលហែហោមអមមកក្រោយជាក្បួនទ័ពត្រៀបត្រាពីពេញលុះទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកាសហើយកុងហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដោយគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលទៅមុនរេពលទាំងអស់គ្នានរណាតាមក៏មិនទាន់ដែរឯខ្មាំងសត្រូវឃើញកុងហ៊ានបំបោលដំរីចូលដូច្នោះគិតថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពរត់យកតែព្រះអាយុដោយខ្លួនទៅកុងហ៊ានឃើញខ្មាំងរាល់ទាំងអស់ក៏ធ្វើជាអួតឯងក្អាងឲ្យអស់នាយមើលនឹងរេពលកោតខ្លាចកុងហ៊ានណាស់អស់នាយមើលឃើញកុងហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នោះគេសួរថាលោកមេទ័ពថ្មីម្ដេចក៏លេចលាមកដូច្នេះកុងហ៊ានឆ្លើយថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺតៃនឹងចុះទៅដោះទុកសัตว์ឯណាមានតែដោះទុកសัตว์លើក្បាលដំរីដូច្នោះឯង
អរវល់តែដោះទុកសัตว์ម៉ាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអស់នាងមើលនឹងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ដឹងថាគង់ហ៊ានដេញខ្មាំងរត់ចាត់ខ្ចាយអស់ទៅទ្រង់ព្រះរាជទានយកសះជានាម៉ឺនធំហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្ណាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំមនុស្សម្នាអ្នកឈ្មួញលក់ដូរដើររកស៊ីខាងជើងទឹកគេខ្លាចគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះងូតទឹកឬដើរទុកសោះអស់រាជពិបាកចិត្តណាស់រឿងនោះក៏ជ្រាបដល់ស្ដេចទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកសូមទ្រង់កំព្រួយព្រះហឫទ័យគង់ហ៊ានត្រឡប់មកផ្ទះវិញនិយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ឲ្យយើងទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញថាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចមិនដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នោះមានតែទៅលោទឹកឲ្យក្រពើវាខំស្លាប់តែម្ដងទៅគង់ហ៊ានកាត់គ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនឮថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហាលមកលើច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដោះចិត្តគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ផ្អើលប្រឹងលោតឡើងដូចជាគេប្រហក់ក្នុងប្រគៀបឈើជាប់ពាក់កណ្ដាលខ្លួនរលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់ឲ្យកូនក្មួយឲ្យយកលំពេងមកចាក់ក្រពើនោះស្លាប់ទៅឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រត់តែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោះព្រះរាជទានយុះសាក់ឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀតព្រះរាជទានទាំងអំណាចនិងរង្វាន់ជាច្រើន